bởi dương mình miền sự thi chỉ bảo lo nông cam phò thế dương hiện bảo trẻ từ xuân này tới chỉ vật nhom mạch từ một tiết đó chúng bởi cái phép thà lõ rồi của chô tới cái phép thà mình lõ tự định phay tới giờ bịa kia nâng màu trời đi trà nà hay bà chất đại xa bịa xâm đầy nâng tới anh nâng bởi sân chi dương đạp ở dưới cũng nọt đăng thà chỉ vật sát lộ mà nẹ đi việc chỉ là tập hóa này cảm trả phong cảm thầm mây về bài chữ bọn phong bởi cảm trả dương lõ bốc cho mùi nâng cả bật lõ chỉ diệm về bài chữ bọn với trẻ bàn lõ tới vẫn là chỉ vật nó với mình lõ là hồn chẳng vì miền về thử lẹ cho màu bình hay bị dùng miền sự thi một món miền thả với lẹ cho có vì miền về lẹ cho vẫn là dương bằng sang lõ thôi chất ở trên là thôi chất ở phô rập phong group ở bộ group mà đai vừa bon vừa có sal anh nâng tức chất lõสกรรมភាពល្អពេលបច្ចុប្បន្នហ្នឹងវាជួយទប់ស្កាត់ខ្លះដែរអំពើបាបអាហ្នឹងបើយើងភាសាយើងហងៃគេហៅកាត់ឆុងយកអំពើល្អហ្នឹងទឹកចិត្តល្អហ្នឹងការប្រព្រឹត្តល្អហ្នឹងទៅកាត់មិនមែនទៅកាត់អីទេគឺថាអំពើល្អហ្នឹងវាជួយការពារយើងឧទាហរណ៍ថាបើយើងដើរផឹកដើរស៊ីយប់ប្រលប់ផ្ដេសផ្ដាស់បាបកម្មងាយនឹងឲ្យផលគ្រោះថ្នាក់បើកបុកគេបុកឯងឬក៏មានរឿងរាវអីចឹងតែហ្នឹងយើងបើកផ្លូវឲ្យបាបកម្មឲ្យផលប៉ុន្តែបើយើងជាមនុស្សទទួលខុសត្រូវចាំពន្ធកូនប្រកបដោយធម៌មើលថែពុកម្ដាយទៅយើងអត់ដើរទៅក្រៅដែលបើកឱកាសឲ្យបាបនឹងឲ្យផលទេអញ្ចឹងបុណ្យកុសលនឹងវាទប់ស្កាត់មិនឲ្យបាបនឹងឲ្យផលពីព្រោះយើងអត់បានទៅប្រព្រឹត្តអីដែលបើកចំហទ្វារបាបនឹងមកឲ្យផលយើងអញ្ចឹងយើងចម្រើនបុណ្យផ្សេងទៀតទៅហើយយើងដាក់បាតប្រសង់បូជាផ្កាចំពោះបរតនត្រ័យរំលឹកគុណពុទ្ធពធប្រសង់ទៅចិត្តរបស់យើងនឹងវាសម្បូរដោយសារធាតុល្អដូចជាទឹកដែលមានសារធាតុចិញ្ចឹមអញ្ចឹងចិត្តនឹងវាអត់មានឱកាសទៅដេកភ័យដេកព្រួយពិបាកចិត្តមួម៉ៅតុកសិចអានឹងសិតតែធាតុពុលនៅក្នុងចិត្តអានឹងសិតតែធាតុឆុងនៅក្នុងចិត្តដែរហើយបើយើងសម្បូរអានឹងឆុងហ្នឹងមិនបាច់គេទាយក៏យើងក៏ឆុងដែរឆុងត្រង់មួត្រង់ម៉ៅត្រង់ពិបាកត្រង់ភ័យត្រង់ព្រួយនឹងវាធ្វើឲ្យឆុងវាវល់ភ័យអីវាមានឱកាសណាបនណាចូលរួចវាចិត្តរបស់យើងនេះបើតែមានបននៅបាបវាមិននៅទេតែមានបាបនៅបនវាអត់នៅជាមួយយើងទេហើយក្នុងចិត្តរបស់យើងនេះបើឧទាហរណ៍ថាយើងមួម៉ៅក្តៅក្រហាយស្មុគស្មាញអានឹងចេះតែមកអារឿងអាក្រក់ហ្នឹងចេះតែមកប៉ុន្តែបើយើងរៀនទម្លាក់គ្រឿងសៅហ្មងដាក់បញ្ចូលមកវិញនៅគុណធម៌បុណ្យកុសលទឹកចិត្តល្អអានឹងបាបវាអត់ហ៊ានមកនៅក្នុងចិត្តទេអត់មាននៅក្នុងខ្លួនយើងទេហើយវាគង់តែមានបាបចាស់ឯណាឯណីយើងធ្លាប់ធ្វើកម្មចាស់មកវាមានពេលឲ្យផលហ្នឹងយើងកិច្ចមិនរួចទេសូម្បីតែព្រះក៏កិច្ចមិនរួចដែរអញ្ចឹងយើងមានសទ្ធាជឿលើកម្មច្បាស់លាស់អញ្ចឹងយើងអត់សូវរំជើបរំជួលព្រួយចិត្តហួសហេតុចេះតែផ្ញើសេចក្តីសុខនៅលើពាក្យសម្ដីអ្នកណាអ្នកណីយើងជឿជាក់ច្បាស់នៅលើកម្មផលអំពើដែលយើងបានធ្វើទាំងបច្ចុប្បន្ននិងទាំងអតីតអញ្ចឹងយើងផ្ញើជីវិតរបស់យើងជោគវាសនារបស់យើងទៅលើអ្វីដែលយើងធ្វើមិនផ្ញើជោគវាសនាទៅលើមាត់គេទេ